លោកម្ចាស់តើលោកចង់ផឹកអ្វីតើអ្នកមានស្រាក្រហមទេមែនហើយខ្ញុំនឹងចាក់វាសម្រាប់អ្នកក្រុមអធិរាជស៊ូមកទីនេះដើម្បីសម្លាប់អ្នកខ្ញុំដូចជាសុទ្ធមួយបុកនឹងថ្មព្រះម្ចាស់នៃវិមាននេះដ៏ទេវភាពពិតជាអ្នកចម្បាំងមែនសិល្បៈដ៏អស្ចារ្យទោះជាយ៉ាងណាក៏ដោយខ្ញុំមិនអាចចាក់ចេញនៅថ្ងៃនេះបានទេហើយអ្នកក៏មិនអាចដែរកុំគិតពីការចាក់ចេញពីទីនេះទាំងរស់អីត្រឡប់ទៅឋានស៊ូកវិញចៅហ្វាយព្រះបរមរាជវាំងខ្ញុំធ្លាប់បានឮអំពីក្រុមអធិរាជមនុស្សកំពុងដេញតាមអ្នកតើអ្នកសុខសប្បាយជីទេកុំបារម្ភអីវាគ្រាន់តែជាសំណល់មួយចំនួនប៉ុណ្ណោះពួកគេមិនអាចធ្វើអ្វីខ្ញុំបានឡើយលោកម្ចាស់ឲ្យសូមជួយខ្ញុំផងមាននរណាម្នាក់កំពុងដេញតាមខ្ញុំព្រះម្ចាស់ឲ្យសូមកុំរត់គេចខ្លួនឡើយកុំរត់ឡើងឡានក្រុងស្រីស្អាតណាស់អូទេស្ត្រីម្នាក់នេះទោះជាយ៉ាងណាក៏ដោយប្រសិនបើការពលមិនត្រូវបានជីវិតរបស់គាត់កំពុងស្ថិតក្នុងគ្រោះថ្នាក់លូចាស់អ្នកមានអាយុ30ឆ្នាំហើយខ្ញុំចាស់ណាស់ហើយខ្ញុំគ្មានសង្សារផងតើវាអាចទៅបានទេថាពួកគេកំពុងមានគម្រោងតើអ្នកនៅលីវមែនទេលូចាស់តើអ្នកចង់ឲ្យខ្ញុំណែនាំអ្នកឲ្យស្គាល់នរណាម្នាក់ណែនាំមួយមីងចាំងមកពីស្រុកកំណើតរបស់ខ្ញុំក្មួយស្រីតើអ្នកបានពិចារណាវាហើយឬនៅក្រៅពីការលេងលេះគ្នាអ្នកផ្សេងទៀតទាំងអស់ល្អណាស់មកចុះមនុស្សដូចឡាវលូទោះបីជាពួកគេបានលេងលេះគ្នាហើយខ្ញុំនឹងមិនទៅរកគេនៅតែមើលមុខគ្នាដែរភ្លេចវាចោលទៅខ្ញុំមិនសូវមានសំណាងប៉ុន្មានទេអ្នកគួរតែរក្សាកំហឹងហើយណែនាំវាទៅអ្នកផ្សេងវាជាអ្នកផ្សេងកាលពី5ឆ្នាំមុននៅយប់នោះដើម្បីជួយសង្គ្រោះរឿងនោះយ៉ាងណាក៏ដោយស្ត្រីនោះបានធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលភ្លាមបំរាមនោះត្រូវបានបំបែកហើយគាត់ក៏សន្លប់បាត់ស្មារតីច្របូកច្របល់មិនឃើញមុខអ្នកផ្សេងផងមើលឲ្យច្បាស់តើអ្នកណែណាលូចាស់ជាមួយនឹងលក្ខខណ្ឌរបស់អ្នកអ្វីដែលត្រូវជ្រើសរើសគ្មានលុយគ្មានផ្ទះសម្បែងសូម្បីតែលោកវងដែលជាជាងជួសជុលរថយន្តតែបរិសុទ្ធចំណាស់ក៏មិនល្អដូចនេះដែរមាននរណារៀបការជាមួយគាត់ស្ត្រីស្អាតណាស់នេះមិនមែនជាបណ្ដុំគ្រួសារឆេវទេសៀវបៃនាយកប្រតិបត្តិដ៏ស្រស់ស្អាតនៃក្រុមហ៊ុនព្រើតើនាងមកទីនេះដោយរបៀបណាតើលឺយ៉ាន់ឈុនជានរណាអ្នកកំពុងរកខ្ញុំមែនទេប៉ាមេងតូចទីបំផុតត្រូវបានរកឃើញហើយតើអ្នកហៅខ្ញុំថាអ្វីប៉ាចាំបន្តិចសិនតើកូននៅត្រូវទេនេះត្រូវបានគេសន្មតថាជាស្ត្រីដ៏ស្រស់ស្អាតបំផុតនៅក្នុងទីក្រុងជែងជែងលោក